ជំរាបសួរនិងសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះប៉ែប៉ានិតនៅនឹងផ្លាស់ខ្ញុំនឹងមកបន្តនិយាយអំពី command មួយចំនួនទៀតចឹងមុននឹងចូលទៅ command ខ្ញុំធ្វើការ remote ASA សិនចឹងអានេះគឺជា IP របស់ខ្ញុំចឹងខ្ញុំប្រើទៅលើ Geekpad ធ្វើការ remote ចឹង ASA ok បញ្ចូល password មកអូខេចឹងពេលចូលបានប៉ុណ្ណឹងហើយដំបូងគឺយើងធ្វើការ check ទៅលើ user របស់យើងសិន for my ហើយនឹង pwd check ទៅលើ directory របស់យើងហើយនឹង host name check ទៅលើ machine របស់យើងចឹង3នេះខ្ញុំ check អស់ហើយចឹងបន្តមកទៀតយើងចូលទៅ command គឺ li cpu ចឹងនេះ CPU របស់ខ្ញុំគឺមាន2គ្រាប់បន្តមកទៀត command top ចឹង top នេះនៅពេលដែលយើងបើកតនាការមួយវា run វាធ្វើការ show នៅប្រភេទ data អញ្ចឹងតែវាអត់មានពណ៌ទេអញ្ចឹងវាពិបាកមើលអញ្ចឹងយើងមើលអត់ដឹងថាអីគេខ្លះទេនេះមើលទៅដូច top នេះយើងទៅបើកនេះអញ្ចឹងដើម្បីមានពណ៌បានយើងត្រូវធ្វើការ install a top អញ្ចឹងដើម្បីធ្វើការ install យើងចេញពីអាហ្នឹងសិនមក control C ហើយយើងប្រើ command ដើម្បី install sudo apt install a top ហើយ password មកយើងអូខេអញ្ចឹងនេះគឺបានហើយអូខេអញ្ចឹងបន្ទាប់ពីបាន install ATOP ហើយយើងចូលទៅ command ATOP អញ្ចឹងនេះមកហើយអញ្ចឹងវាមានពណ៌មានអីមើលតែសម្រាប់ developer ពណ៌រៀងពិបាកមើលរីអីពីច្រើនគេប្រើពណ៌សខ្មៅទេអញ្ចឹងទៅពេលមកប៉ុណ្ណឹងហើយយើងអាច control C ចេញវិញបានអញ្ចឹង command តទៀតគឺ command free ដើម្បីទៅមើលទៅលើ memory អញ្ចឹងវាសូមមកជាចំនួនbyteដូចគ្នាដែរហើយវាលេខរៀងច្រើនអញ្ចឹងយើងពិបាកនឹងមើលយើងអត់ដឹងថាស្មើនឹងប្រមាណទេទំហំនោះអញ្ចឹងបែបស្រួលមកយើងប្រើ free ទៅដោះ x អញ្ចឹងវាសូមមកនេះ memory 1.9G swap 2G ចឹងនៅពេលយើងឆែកប៉ុណ្ណេះហើយយើង command មួយទៀតដើម្បី check ទៅលើ storage device យើងទាំងអស់ ls block វាអូខេអញ្ចឹងវាសូមមកនេះទំហំរបស់យើងអីគេខ្លះ 20G RAM អញ្ចឹង command មួយទៀតគឺ command kill អញ្ចឹង command kill គឺវាប្រើសម្រាប់យើងបិទតនាការលើកម្មវិធីពងរ៉ាននេះដូចកម្មវិធីមួយចំនួននេះពងរ៉ាននេះចង់បិទអីមួយអញ្ចឹងយើងអាចប្រើ command kill បិទបានអញ្ចឹងខ្ញុំសូមយកនេះ PID លេខប្រហែលនេះមួយទៅប៉ុណ្នេះលេខ3.7ចុចចេញចុចទៅវិញអញ្ចឹងយើងប្រើ command kill .9 អញ្ចឹង .9 មានន័យថាយើង kill ទាំងអស់មិនយើងលុបយកទាំងអស់តែ PID មិនហ្នឹងវាអត់រ៉ាន់ទេអញ្ចឹងប្រហែលជាលុបបានទេខ្ញុំតេស្តមួយសិន .9 3.7 អូខេអញ្ចឹងវាសូមមកនេះ operation not permitted អញ្ចឹងមកពីកម្មវិធីហ្នឹង PID ហ្នឹងវាអត់រ៉ាន់អញ្ចឹងបើមានអីរ៉ាន់ផ្សេងយើងអាចលុបបានអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកនរគ្នាសម្រាប់ការតាមដានតាមដានដល់ចប់